ដែលអ្នកឈ្នះនឹងទទួលបានកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិនិងបំណងប្រាថ្នាមួយសម្រាប់អ្វីគ្រប់យ៉ាងដែលពួកគេចង់បានព្រឹត្តិការណ៍ទាំងមូលត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិហើយសម្រាប់មនុស្សជាច្រើនវាគឺជាឱកាសតែមួយគត់របស់ពួកគេក្នុងការរត់គេចពីភាពក្រីក្រអ្នកស្ម័គ្រចិត្តបានចុះឈ្មោះចូលរួមការប្រកួតហើយការចាប់ឆ្នោតបានជ្រើសរើសមនុស្សចំនួន50នាក់ដើម្បីប្រកួតប្រជែងអ្នកប្រកួតតែម្នាក់គត់មកពីរដ្ឋមេងគឺវេដែលត្រូវបានម្ដាយរបស់គេគឺ Jenny ជូនដំណើរទៅកាន់ព្រឹត្តិការណ៍នេះបរិយាកាសនៅក្នុងឡានពិតជាមានភាពតានតឹងហើយ Jenny ប្រាថ្នាចង់ឲ្យវេបដូរចិត្តពីការប្រកួតប៉ុន្តែវេបានរំលឹកនាងថាវាមិនមែនជាការសម្រេចចិត្តរបស់នាងឡើយនៅពេលពួកគេទៅដល់ទីតាំង Jenny បានអបវេយ៉ាងណែនហើយសម្រក់ទឹកភ្នែកនៅពេលនាងនិយាយពាក្យឡាបន្ទាប់មក Ray បានដើរកាត់ទ្វារខាងមុខហើយបានជួប Peter ដែលជាមនុស្សមានរាក់ទាក់ខ្លាំងណាស់តាមពិតទៅអ្នកលេងភាគច្រើនហាក់ដូចជាមានភាពរាក់ទាក់ហើយមិនយូរប៉ុន្មានពួកគេទាំងអស់គ្នាបានជែកគ្នាយ៉ាងសប្បាយរីករាយខណៈពេលកំពុងរង់ចាំព្រឹត្តិការណ៍ចាប់ផ្ដើម Curly នៅតែបន្តដើរចុះឡើងដើម្បីលាក់បាំងភាពភ័យព្រួយរបស់គេហើយក្មេងប្រុសដទៃទៀតបានកត់សម្គាល់ឃើញថាគេមើលទៅនៅក្មេងណាស់គេបានអះអាងថាខ្លួនមានអាយុ18ឆ្នាំប៉ុន្តែគ្មាននរណាម្នាក់ជឿគេឡើយមិនយូរប៉ុន្មានមេធាវីធំបានមកដល់ហើយបានផ្ដល់ស្លាកលោហៈមួយដែលមានលេខសម្គាល់រៀងខ្លួនទៅឲ្យក្មេងប្រុសម្នាក់ដោយប្រាប់ពួកគេថាឥឡូវនេះពួកគេជាបុរសពេញលក្ខណៈហើយបន្ទាប់មកគេបានថ្លែងសុំត្រុកថាដោយរំលឹកពួកគេថាការដើរដ៏វែងឆ្ងាយនេះត្រូវបានបង្កើតឡើងដើម្បីជំរុញនិងផ្ដល់ថាមពលឡើងវិញដល់តម្លៃនៃក្រមសីលធម៌ការងារនៅក្នុងប្រទេសដែលបានជួបការលំបាកផ្នែកហិរញ្ញវត្ថុចាប់តាំងពីសង្គ្រាមមករៀងរាល់ឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍នេះមានការកើនឡើងខ្លាំងនៃផលិតកម្មដូច្នេះមេធាវីធំពិតជាគិតថាវិធីនេះមានប្រសិទ្ធភាពហើយបញ្ហារបស់ជាតិគឺគ្រាន់តែជាភាពខ្ជិលច្រអូសប៉ុណ្ណោះខណៈពេលដែលគេកំពុងនិយាយអ្នកប្រកួតប្រជែងទទួលបានខ្សែដៃដែលនឹងវាស់ល្បឿនដើររបស់ពួកគេបន្ទាប់មកមេធាវីធំបានរៀបរាប់ពីច្បាប់រាល់គ្នាត្រូវតែដើររហូតទាល់តែសល់មនុស្សតែម្នាក់គត់ហើយវាមិនមានខ្សែទីព្រ័ត្រឡើយពួកគេត្រូវតែរក្សាល្បឿន3ម៉ាយក្នុង1ម៉ោងហើយប្រសិនបើពួកគេដើរយឺតជាងល្បឿននោះពួកគេនឹងទទួលបានការព្រមានប្រសិនបើពួកគេមិនអាចបង្កើនល្បឿនក្នុងរយៈពេល10វិនាទីពួកគេនឹងទទួលបានការព្រមានមួយទៀតត្រឹមការព្រមានចំនួន3ដងពួកគេនឹងត្រូវគេបាញ់សម្លាប់ការដើរចេញពីផ្លូវថ្នល់នឹងធ្វើឲ្យពួកគេត្រូវគេបាញ់សម្លាប់ដោយគ្មានកាប់រមៀនឡើយមេធាវីធំបានបញ្ចប់សុន្ទរកថារបស់គេដោយឲ្យអ្នករាល់គ្នាស្រែកហូហើយបានបាញ់កាំភ្លើងទៅលើអាកាសដើម្បីចាប់ផ្ដើមការប្រកួតជាផ្លូវការក្មេងប្រុសចាប់ផ្ដើមដើរហើយឡានដឹកទំនិញរបស់យោធាបានបើកតាមពីក្រោយពួកគេនៅលើផ្លូវខណៈពេលដែលពួកគេថតសកម្មភាពគ្រប់យ៉ាងតំបន់នោះមានភាពស្ងាត់ជ្រោមនិងរហោស្ថានពីព្រោះហ្វូងមនុស្សត្រូវបានអនុញ្ញាតឲ្យចូលរួមតែនៅផ្នែកចុងក្រោយប៉ុណ្ណោះនៅពេលចាប់ផ្ដើមមានតែអ្នកដែលរស់នៅជិតផ្លូវប៉ុណ្ណោះដែលអាចចេញមកមើលបានប៉ូលីសម្នាក់បានគំនរគោរពនៅពេលដែលក្មេងប្រុសដើរកាត់ហើយ Gary ដែលមានចិត្តខឹងសម្បារបានបង្ហាញម្រាមដៃកណ្ដាលទៅកាន់គេមុនពេលស្ដោះទឹកមាត់ទៅលើដីដំបងឡើយម្នាក់មានភាពម៉ឺងម៉ាត់និងផ្ដោតអារម្មណ៍